សំណួរតើតឹងទៅនឹងស្ការីកុំព្យូទ័រចំនួនទី1តើ VPN គេប្រើដើម្បីអ្វីប្រព័ន្ធសុវត្ថិភាពចំនួនទី2តើអក្សរកាត់ Windows បូក E មានន័យដូចម្ដេច File Explorer ចំនួនទី3តើត្រូវធ្វើដូចម្ដេចដើម្បីបដូរភាសាតាមរយៈការចុចយើងត្រូវចុច Shift បូក Alt តើកម្មវិធីមួយណាប្រើដើម្បី remove ពីចម្ងាយ Edidas និង TeamViewer 5តើកដាដាក់ជើងនៅលើកដាចុច Standard គេប្រើចុចអ្វីគេប្រើចុច Start តើម៉ាស៊ីនបោះពុម្ពគេប្រើសម្រាប់អ្វីបង្ហាញតើ Firewall គឺជាអ្វី University តើពាក្យពេញរបស់ CPU មកពីអ្វី Contract Personal Unit ពាក្យដែលត្រូវប្រើធំដូចទីក្រុងប្រទេសថា WAN បណ្ដាញសាំងតើអ្វីជាកាតដែលគេប្រើសម្រាប់ភ្ជាប់កុំព្យូទ័រពីរឬច្រើនបញ្ចូលគ្នាហៅថា Internet Cards តើនរណាជាអ្នកបង្កើត Bluetooth Ericsson តើមួយ Beta ស្មើនឹងប្រមាណ bit 8 bit រាល់ឯកសារដែលបានលុបចេញពីកុំព្យូទ័រត្រូវបានរក្សាទុក Recycle bit តើអ្វីដែលដំណើរការដោយផ្ទាល់លើផ្នែករឹង hardware កុំព្យូទ័រហើយធ្វើជា Phantom សម្រាប់កម្មវិធីផ្សេងទៀតអាចដំណើរការលើវាបាន Operating System តើមានជំហានអ្វីខ្លះដើម្បីឲ្យ Windows 32 bit អាច Unstruct ទៅ64 bit បានមិនអាច Unstruct បានឡើយ Zip file ជាអ្វី Compress file កុំព្យូទ័រចំនួនទិន្នន័យ data ទៅព័ត៌មាន information ត្រូវបានហៅថា processing តើកុំព្យូទ័រ laptop ដំបូងបង្អស់ត្រូវបានដាក់លក់នៅលើទីផ្សារពិភពលោកនៅឆ្នាំណាដោយនរណា Exxon 1981គ្រប់គេហទំព័រទាំងអស់អាសយដ្ឋានខុសៗគ្នាដែលគេហៅថា URL តើ Store Price មានប៉ុន្មានប្រភេទ20ប្រភេទគឺ First Store និង Store 2ប្រភេទឡើងទៅពេលដែលអ្នករក្សាទិន្នន័យក្នុងទិន្នន័យរបស់អ្នកនឹងនៅដដែលទោះបីជាកុំព្យូទ័ររបស់អ្នកត្រូវបានបិទក៏ដោយMPG ជា File Extraction មួយប្រភេទតើ MPG ស្ថិត Extraction ប្រភេទណាវីដេអូតើមួយណាជាឈ្មោះ Super កុំព្យូទ័រដំបូងនៅប្រទេសឥណ្ឌា Param 8000ដោយមជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រ CDRC តើអ្វីទៅជាទម្រង់ពេញលេញនៃ IP Internet Protocol ក្នុងប្រព័ន្ធវត្តបត្តិវិវត្តដូរពេលអ្នកលុបឯកសារ file ឬឯកសារ folder វាមិនត្រូវបានលុបចេញភ្លាមនោះទេគឺទុកនៅ Recycle bit តើឧបករណ៍ណាត្រូវបានបាត់បង់ទិន្នន័យនៅពេលកុំព្យូទ័រកំពុងបិទ RAM Microsoft Windows ផ្ដល់ជូននូវកម្មវិធី Graph Free ដែលមានឈ្មោះថា Pen
តើ CPU និង RAM មានទីតាំងនៅលើអ្វី កាតប្រភេទអ្វីដែលត្រូវភ្ជាប់សម្រាប់អ៊ីនធឺណិតកាតចំណែកខាងក្រោមមួយណាជាទម្រង់នៃការចងចាំអចិន្ត្រៃយ៍ដែលផ្ទុកនៅការណែនាំដែលកុំព្យូទ័រត្រូវឬលុបឬមិនត្រូវលុបនៅពេលដែលយើងអគ្គិសនីROM តើកម្មវិធីដំបូងអ្វីដែលដំណើរការលើកុំព្យូទ័រនៅពេលកុំព្យូទ័រចាប់ផ្ដើមបើកឡើង Opera System តើ Facebook ដំណើរការដំបូងនៅឆ្នាំណា 2004 តើឧបករណ៍ប្រើប្រាស់សម្រាប់ទិន្នន័យ Octoprime ជាអ្វីបង្ហាញឬព្រីមទិន្នន័យតើប្រព័ន្ធប្រតិបត្តិ OS សម្រាប់គ្រប់គ្រងនៅលើអ្វី Memory Tracks Professional Drives តើ1 មេហ្គាបាយ ស្មើប៉ុន្មាន 1024 គីឡូបាយថាកម្មវិធីផ្ទុកនៅក្នុង ROM ត្រូវបានហៅថា firmware កុំព្យូទ័រ number system មានប្រមាណប្រភេទ 4 ប្រភេទប្រព័ន្ធគោល2តួតើកុំព្យូទ័រជាអ្វីកុំព្យូទ័រជាម៉ាស៊ីនអេឡិចត្រូនិកដែលអាចប្រើប្រាស់បញ្ចូលព័ត៌មានឬរសាត់ព័ត៌មាននិងបង្ហាញព័ត៌មានមកខាងក្រៅបាន Professional Computer ត្រូវបានគេស្គាល់ថាជា microphone computer តើសមត្ថភាពខាងក្រោមមួយណាត្រូវបានគេហៅថាប្រើនៅក្នុង RAM Symmetrical Register តើ IP address version 4 ស្ថិតនៅក្នុងទម្រង់មួយណា32 bit តើណាមួយជាទម្រង់នៃ LAN Local Area Internet បណ្ដាញគ្រប់គ្រងលើតំបន់ភូមិសាស្ត្រឬអគារតែមួយឬក្រុមត្រូវបានគេហៅថា LAN កុំព្យូទ័ររបស់អ្នកប្រើអង្គចងចាំពីរប្រភេទតើប្រភេទទាំងពីរនោះមានអ្វីខ្លះ RAM ROM តើ Windows ខាងក្រោមណាមិនមានប៊ូតុងចាប់ផ្ដើម Start Boost Windows H តើនរណាជាបិតាមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រទំនើប Model Computer Cycles Alan Turing តើផ្លូវកាត់ក្តារចុច Shortcut key ណាមួយដែលអាចឲ្យអ្នករក្សាទុក save នៅក្នុងកម្មវិធីណាមួយរបស់ Windows Control C តើ BIOS របស់ Marilyn ត្រូវបានរក្សាទុកទីតាំង ROM zip តើ Operating System ជាអ្វីវាជាបំពេញគ្រប់គ្រងការទាំងអស់វាគ្រប់គ្រងធនធានទាំងអស់វាគឺចំណុចទាំងអស់របស់កុំព្យូទ័រ Software របស់កុំព្យូទ័រចែកចេញជាប៉ុន្មានផ្នែក2ផ្នែកគឺ Operating System and Application